ត្រូវចាំណាយើងត្រូវតែធ្វើផ្នែកណាដែលយើងចេះមុនហើយនៅពេលដែលយើងទៅដល់កន្លែងប្រឡងទៅដល់មណ្ឌលប្រឡងយើងបានកដាស់យើងចាប់ដើមសរសេរទៅលើរូបមន្តក៏ដូចជាចំណុចសំខាន់ដែលយើងខ្លាចភ្លេចពីព្រោះថាការដែលយើងសរសេរទុកមុនអញ្ចឹងគឺវាអាចជួយយើងបានច្រើននៅក្នុងការយើងរកពេលដែលវិញ្ញាសាចេញមកជំរាបសួរពុកម៉ែបងប្អូនតាគ្នាជាពិសេសសិស្សប្អូនដែលត្រៀមប្រឡងនៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះនាងខ្ញុំឈ្មោះខុនសុមារីគឺជាអតីតសិស្សនិតេអេមកពីវិទ្យាល័យហ៊ុនសែនរពាំងប្រាសាទខេត្តឧត្តរមានជ័យនិងបច្ចុប្បន្នជានិស្សិតផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងនៅសាកលវិទ្យាល័យ Western ហើយនេះផងដែរនាងខ្ញុំបានពំនាំនៅកលិះចំនួន3យ៉ាងដែលនាងខ្ញុំធ្លាប់បានប្រើប្រាស់នៅមុនពេលប្រឡងមួយថ្ងៃនិងក្នុងអំឡុងពេលប្រឡងដើម្បីធ្វើការចែករំលែកជូនទៅកាន់សិស្សប្អូនក៏ដូចជាបន្ថែមទៅលើអ្វីដែលមករួមចំណងរបស់នាងខ្ញុំបានធ្វើការបកស្រាយកលិះទី1គឺពាក់ព័ន្ធជាមួយនឹងការត្រៀមខ្លួនឲ្យបានច្បាស់លាស់សម្រាប់នាងខ្ញុំផ្ទាល់គឺនាងខ្ញុំគិតទុកតែម្ដងថាយើងត្រូវធ្វើពីផ្នែកណាទៅផ្នែកណាមុនឧទាហរណ៍ដូចជាមុខវិជ្ជាជីវវិទ្យាគឺនាងខ្ញុំគិតតែម្ដងថានាងខ្ញុំនឹងធ្វើលំហាត់មុនហើយធ្វើសំណួរក្រោយពីព្រោះពេលខ្លះយើងអាចនឹកឃើញចម្លើយរបស់សំណួរភ្លាមទេអញ្ចឹងជៀសវាងកុំឲ្យមានសម្ពាធយើងធ្វើលំហាត់មុនហើយម្យ៉ាងវិញទៀតខ្ញុំបានគិតនៅអ្វីដែលយើងធ្លាប់ធ្វើខុសនៅក្នុងការប្រឡងកន្លងមកហើយកែប្រែនៅកំហុសទាំងអស់ហ្នឹងពីព្រោះថាមានពេលមួយនោះនាងខ្ញុំធ្លាប់ប្រឡងមុខវិជ្ជាគីមីវិទ្យាធ្វើអត់ទាន់អញ្ចឹងនៅពេលដែលប្រឡងមែនតើគឺនាងខ្ញុំបានខំបង្កើនល្បឿនប៉ុន្តែនៅតែប្រុងប្រយ័ត្នទៅលើការគណនាលេខដដែលចំពោះផ្នែកទី2ក៏ដូចជាកលឹះទី2វិញគឺពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងពេលវេលាត្រូវចាំណាយើងត្រូវតែធ្វើផ្នែកណាដែលយើងចេះមុនហើយនៅពេលដែលយើងទៅដល់កន្លែងប្រឡងទៅដល់មណ្ឌលប្រឡងយើងបានកដាស់យើងចាប់ដើមសរសេរកលឹះរូបមន្តក៏ដូចជាចំណុចសំខាន់ដែលយើងខ្លាចភ្លេចពីព្រោះថាការដែលយើងសរសេរទុកមុនអញ្ចឹងគឺវាអាចជួយយើងបានច្រើននៅក្នុងការយើងរកពេលដែលវិញ្ញាសាចេញមកហើយចំពោះក្បាលកដាស់ប្រឡងអីគឺសូមសរសេរឲ្យហើយនៅពេលដែលយើងបានកដាស់ចម្លើយយើងនឹងមកហើយមួយវិញទៀតពាក់ព័ន្ធជាមួយនឹងពេលវេលានេះដែរគឺវាសំខាន់មែនទែនដែលយើងត្រូវគ្រប់គ្រងហើយយើងដាស់ខ្លួនឯងជាម្ដងពីព្រោះថាបើសិនជាយើងបដៅខ្លួនឯងគឺវាអាចនឹងមានបញ្ហាបន្ទុកដែលយើងគួរទទួលបានយើងអត់គួរបាត់បង់ដោយសារតែយើងគ្រប់គ្រងពេលវេលាបានល្អទេចំពោះកលឹះទី3វិញគឺពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងឲ្យបានល្អការគ្រប់គ្រងអារម្មណ៍នេះបើសិនជាយើងធ្វើបានគឺជោគជ័យមួយជំហានហើយដោយសារតែយើងអត់អាចខាត់ខ្លួនឯងកុំឲ្យរំចិត្តរំជួលតែម្ដងទេក៏ប៉ុន្តែយើងអាចព្យាយាមគ្រប់គ្រងខ្លួនឯងដល់កុំឲ្យភ័យពេកកុំឲ្យជឿជាក់ពេកដល់ពេលអញ្ចឹងទៅគឺយើងអាចអានប្រធានបានច្បាស់ហើយនៅពេលដែលយើងធ្វើខុសកន្លែងណាគឺយើងអាចរនឹកកែប្រែដោយមកចប់ទៅតាមអ្វីដែលយើងអាចធ្វើបានមួយវិញទៀតចំពោះការគ្រប់គ្រងអារម្មណ៍ហ្នឹងពេលខ្លះយើងអាចនឹងឃើញអ្នកនៅក្នុងបន្ទប់ប្រឡងរបស់យើងគឺគាត់ធ្វើបានលឿនជាងយើងគាត់ធ្វើបានច្រើនជាងយើងប៉ុន្តែយើងក៏បំភ័យខ្លួនឯងដោយសារតែមនុស្សយើងគឺមានល្បឿននិងវិធីសាស្ត្រខុសគ្នាសំខាន់គឺត្រូវតែធ្វើឲ្យត្រូវហើយទាន់ម៉ោងទៅគឺបានហើយចំពោះចំណុចមួយទៀតបើសិនជាមានរឿងណាដែលប៉ះពាល់អារម្មណ៍យើងសូមយើងទម្លាក់ទុកសិនទៅចាំពេលប្រឡងចាប់ចាំយើងគិតទៀតដោយសារបទពិសោធន៍បងផ្ទាល់គឺយើងធ្លាប់សន្យាគ្នាថាយើងនឹងអត់សួរចម្លើយគ្នាពេលដែលប្រឡងហើយទេប៉ុន្តែពេលដែលមែនទែនគឺយើងសួរដដែលអញ្ចឹងនៅពេលហ្នឹងបើសិនជាយើងដឹងខ្លួនថាយើងបានធ្វើខុសហើយសូមយើងក៏បាក់ទឹកចិត្តហើយយើងពង្រឹងស្មារតីដើម្បីត្រៀមធ្វើឲ្យបានល្អនៅមុខវិជ្ជាក្រោយសាជាថ្មីជាចុងក្រោយនេះខ្ញុំក៏សូមឲ្យសិស្សប្អូនចងចាំថាចំណេះដឹងដែលយើងបានត្រៀមមកគឺសំខាន់មួយចំណុចហើយប៉ុន្តែអ្វីដែលយើងបានបញ្ចេញតនៅក្នុងបន្ទប់ប្រឡងគឺរឹតតែសំខាន់ហើយក៏សូមជូនពរឲ្យសិស្សប្អូនទទួលបាននៅសំណាងល្អនៅក្នុងការប្រឡងទទួលបាននៅលទ្ធផលល្អនៅក្រៅពេលចប់ពីការប្រឡងហើយក៏សង្ឃឹមថាយើងនឹងមាននិស្ស័យបានជួបគ្នានៅសាកលវិទ្យាល័យ Western